អ្នកដែលរ៉ាប់រងគ្រប់យ៉ាងវាពិតជាឈឺចាប់នៅពេលដែលបន្ទុកគ្រប់បែបយ៉ាងទាំងអស់នៅក្នុងក្រុមគ្រួសារធ្លាក់មកលើយើងពេលខ្លះយើងមានអារម្មណ៍ថាហេតុអីក៏ជាយើងអ្នកលួងគេក៏ជាយើងអ្នកផ្គត់ផ្គង់ក៏ជាយើងអ្នករ៉ាប់រងបន្ទុកគ្រួសារក៏ជាយើងអ្នកសម្រុះសម្រួលរាល់បញ្ហាក៏ជាយើងដែលមើលទៅយើងដូចជារឹងមាំខ្លាំងណាស់អញ្ចឹងប៉ុន្តែការពិតយើងក៏ត្រូវការអ្នកណាម្នាក់ដែលយើងអាចផ្ដេកក្បាលទៅលើស្មាគាត់បានដូចគ្នាពេលខ្លះយើងក៏ចង់បានអ្នកណាម្នាក់សួរនាំយើងដែរថាយើងកើតអីអត់យើងទៅរួចអត់យើងហត់អត់យើងទ្រាំទ្រដល់ពេលណាទៀតយើងត្រូវការជំនួយអត់យើងមានអីអាចចង់និយាយប្រាប់ពួកគាត់អត់យើងក៏ត្រូវការអ្នក check in សួរបែបហ្នឹងជាមួយពួកយើងដែរនេះគេហៅថាការយកចិត្តទុកដាក់គ្នាទៅវិញទៅមកវាអត់មានចំណាយប្រាក់កាសអស់មួយរៀលនោះទេតែវាសំខាន់សម្រាប់ក្នុងការរស់នៅខ្លាំងអ្នកទំនងនៅជាមួយគ្នាយូរអង្វែងបានព្រោះតែការយកចិត្តទុកដាក់គ្នាទៅវិញទៅមកសូមផ្ដល់កម្លាំងចិត្តឲ្យគ្នាដោយការយកចិត្តទុកដាក់